បាទជំរាបសួរបងប្អូនអរគ្នាសម្រាប់អ្នកចង់ trade MT5 គឺដំបូងគឺបងប្អូន download MT5 ចេះមកបាទ down មកសម្រាប់អ្នកថ្មីសុទ្ធគឺវាមានលុយ demo ស្រាប់នៅក្នុងហ្នឹងហើយបងប្អូនអាចធ្វើការរៀនជួញដូរបានណាហើយសម្រាប់អ្នកមាន account គឺចង់ចេះពីរបៀបប្រើប្រាស់អាចមើលវីដេអូរបស់ខ្ញុំបានបាទដំបូងយើងចូលមកអញ្ចឹងគឺយើងឃើញ balance គឺលុយរបស់យើងបាទហើយ chart នេះគឺយើងវិភាគទីផ្សារហើយ quote នេះគឺកន្លែងយើងមើលភារនេះហាងឆេងមាសបាទអញ្ចឹងយើងចូលទៅ chart វិញយើងចុចលើហ្នឹងក៏បានដែរវានឹង load មកអញ្ចឹងហើយយើងដំបូងយើងចុចលើភារនេះហើយទៅវា load ពាក្យនេះមកអញ្ចឹងយើងចុចលើពាក្យថា chart នេះមកបាទអញ្ចឹងវាចូលកន្លែង graph យើងនេះបាទកន្លែងយើងវិភាគផ្សារហើយយើងអាចធ្វើការទិញលក់បានឥឡូវរបៀបការទិញលក់របស់យើងគឺយើង buy នៅកន្លែងនេះហើយ sell នៅកន្លែងនេះហើយនេះ lot size មានសញ្ញាព្រួញឡើងគឺតម្លើង lot size សញ្ញាព្រួញចុះគឺបន្ថយ lot size បាទតែខ្ញុំប្រើតែ0.01ហ្នឹងចឹងខ្ញុំចាប់តាមធ្វើការទិញតែម្ដងបាទទិញគឺបែបហ្នឹងហើយខ្ញុំទិញច្រើនដងហ្នឹងមិញបាទឥឡូវយើងមើល position នេះអូច្រើន6គ្រាប់បាទអញ្ចឹងរបៀបក្នុងការកាត់វិញបងប្អូនអរគ្នាគ្រាន់តែចុចពីលើវាមកហើយយើងចុចពាក្យក្រោមគេនេះមកហើយ close all នេះគឺកាត់ម្ដងទាំងអស់ហើយអានេះគឺកាត់តែអាណាខាតបាទហើយមានចំណេញទៀតយើងសូមចុចម្ដងទៀតបាទនេះអានេះពេលចំណេញទៅគឺវា load មកអញ្ចឹងអានេះចំណេញឃើញខៀវចំណេញណាអញ្ចឹងយើងកាត់អាណាចំណេញតែ close all អានេះបាទចុចទាំងអស់នេះគឺ clear ម្ដងទាំងអស់ឆ្វាច់ឃើញទេគឺលឿនបែបហ្នឹងកាត់ម្ដងគឺទាំងអស់តែម្ដងបងប្អូនអរគ្នាបាទហើយ MT5 គឺយើងជួញដូរចំណេញលឿនបែបហ្នឹងបាទមួយផ្លែតមិញបានដូចជា$5 $6មួយឆ្វាច់មិញណាបាទអញ្ចឹងយើងប្រើពេលតែ1នាទីយើងអាចរកបាន$4-5បាត់ទៅហើយបាទហើយថ្ងៃនេះគឺសរុបរបស់ខ្ញុំគឺខ្ញុំចំណេញបាន$100ជាងសម្រាប់ MT5 នេះបាទអញ្ចឹងបងប្អូនដែលចង់សិក្សាបន្ថែមអីឬក៏អត់ចេះពីយុទ្ធសាស្ត្រការ trade អីអាចសួរនាំព័ត៌មានពីខ្ញុំបានណាបើក account បើកអីហ្នឹងអាចបើកបានបាទអត់អីបាទខ្ញុំចុចបាយទៀតណាឃើញទេហើយយើងចុចនេះមកបាទអញ្ចឹង kill ទៅលើហើយ kill ទៀតយើងត្រៀមចុចឲ្យហើយបាទយើងត្រៀមចុចឲ្យហើយ kill ទៀតបាន$2ទៀតហើយកាត់ពតបាទឃើញទេឡើងលុយទៀតហើយបងប្អូនអរគ្នាបាទឃើញទេឡើងលុយទៀតបាទគឺបែបហ្នឹងបាទ trade វាងាយស្រួលក្នុងការ make profit បែបហ្នឹងបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងសិនហើយបើបងប្អូនមានសំណួរអីអាចសួរខ្ញុំបានបាទអរគុណច្រើន